និទានរឿងព្រេងខ្មែរសូមជូនរឿងបុរសស្មៅកន្ត្រើយបាទមុននឹងចូលដល់សាច់រឿងខ្ញុំបាទសូមឲ្យប្រិយមិត្តយើងបានជួយចុច Subscribe Channel YouTube ជូនខ្ញុំម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តជូនដល់ខ្ញុំក្នុងការបង្កើតរឿងនិទានថ្មីៗទុកជូនប្រិយមិត្តយើងទុកស្ដាប់កំសាន្តជាបន្តទៀតសូមអរគុណកាលពីព្រេងនាយមានក្មេងប្រុស2នាក់ម្នាក់ឈ្មោះសុកនិងម្នាក់ទៀតឈ្មោះសៅជាកូនអ្នកស្រុកភូមិនៅជាមួយគ្នាសៅជាមនុស្សចិត្តអាក្រក់ណាស់បើបានទៅលេងជាមួយនរណាហើយគេតែងតែរករឿងឆ្លោះប្រកែកគ្នាមិនដែលខានម្ដាយឪពុករបស់សៅចូលចិត្តនិយាយកាន់ជើងកូនណាស់បណ្ដាជនក្នុងភូមិខឹងហើយស្អប់នឹងសៅជាពន់ពេកចំណែកសុកវិញជាក្មេងកំព្រាស្លូតត្រង់រស់នៅជាមួយនឹងជីដូនចាស់ជរាក្រលំបាកក្រៃពេកបើសុកទៅលេងជាមួយនឹងក្មេងក្នុងភូមិពុំដែលមានការឆ្លោះប្រកែកគ្នាម្ដងណាឡើយបណ្ដាជនក្នុងភូមិអាណិតស្រឡាញ់សុកហើយគេតែងតែឲ្យនំចំណីមិនដែលខានម្ល៉េះហើយសៅក៏កើតចិត្តច្រណែនហើយខឹងមួម៉ៅក្តៅចិត្តកាន់តែកាចឡើងគេចេះតែដើរជេរវាយកូនគេឥតញញើតដៃចាស់ឆ្លោះប្រកែកគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួនលុះសុកនិងសៅចម្រើនវ័យធំឡើងសៅក៏ទៅបបួលសុកថាណែវើយយើងគិតនាំគ្នាទៅកាប់ដើមឫស្សីធ្វើរនាបអីត្បិតផ្ទះរបស់ឯងនេះបែកបាក់ពុកផុយអស់ទៅហើយសុកបានឆ្លើយថាខ្ញុំគ្មានកបិតទេបងកបិតខ្ញុំមានតែបាក់នឹងឯងបងហើយក៏គ្មានអង្គត្រីសាច់ផងដែរសៅក៏ប្រាប់សុកថាយើមិនបាច់យកអ្វីទៅទេខ្ញុំមិនធានាទាំងអស់ឯងយកតែខ្លួនទៅបានហើយសុកក៏និយាយប្រាប់ជីដូនថាលោកយាយបងសៅគាត់មកបបួលខ្ញុំទៅកាប់ឫស្សីលុះធ្វើជារនាបដើម្បីយកមកជួសជុលផ្ទះយើងណាលោកយាយចំណែកបាយទឹកគឺគាត់ជាអ្នកចាត់ចែងទាំងអស់ណាលោកយាយជីដូនខាត់ចៅថាចៅសុកចៅកុំទៅព្រៃឫស្សីនោះអីព្រោះទីនោះស្ងប់ស្ងាត់ណាស់ចៅបានឆ្លើយថាមិនអីទេលោកយាយផ្ទះយើងពុកបាក់អស់ទៅហើយបើបានរនាបមកគ្រាន់នឹងជួសជុលកុំឲ្យយាយផុងជើងនឹងណាយាយក៏ផ្ដាំសៅថាណែចៅសៅចៅឯងទៅចោះតែចៅសៅឯងកុំភ្លេចមើលថែប្អូនផងណាបាទមិនអីទេលោកយាយសូមលោកយាយកុំព្រួយអសោះហើយពួកគេក៏លាលោកយាយចាកចេញទៅលុះទៅដល់ព្រៃឫស្សីបន្ទាប់ពីកាប់បានឫស្សីល្មមគ្រប់គ្រាន់ហើយពួកគេក៏នាំគ្នាលុះជារនាបបន្ទាប់មកទៀតពួកគេក៏ឈប់សម្រាកបរិភោគបាយទាំងពីរនាក់ដោយអង្គុយទល់មុខគ្នាសៅបានគិតថាជីវិតអសុកឯងមុខជាស្លាប់ឥឡូវនេះហើយគិតហើយសៅក៏ហូតកាំបិតបន្ទោះចាក់ភ្នែកសុកដែលកំពុងតែហូបបាយសុកស្រែកយំឈឺចាប់ជាខ្លាំងហេតុអូយហេតុអ្វីក៏បងយកកាំបិតមកចាក់ភ្នែកខ្ញុំចឹងអូយឈឺណាស់សៅបានប្រាប់សុកថាហែងស៊ីបាយអញហើយចង់យករនាបអញទៀតសុកបានឆ្លើយថាកាលពីបងបបួលខ្ញុំបានប្រកែកបងហើយថាខ្ញុំគ្មានអ្វីនោះទេតែបងធានាថាបងមានគ្រប់ទាំងអស់បានជាខ្ញុំមកឥឡូវនេះបងចង់មករនាបនោះសូមបងយកទៅចោះតែបងកុំសម្លាប់ខ្ញុំអីណាបងសៅបានសម្លុតទៅកាន់សុកថាឯងនេះពិតជាមុតរឹងណាស់ឆាប់ភីវិនិច្ឆ័យទៅថាហើយសៅក៏លើកកាំបិតបន្ទោះចាក់ភ្នែកសុកមកខាងទៀតឈាមស្រក់ពេញមុខធ្វើឲ្យភ្នែកសុកងងឹតទាំងសងខាងណាស្ដាយជីវិតណាមួយទៀតអាណិតជីដូនដែលនៅឯផ្ទះសៅបាននិយាយថាអញនឹងទម្លាក់ឯងចូលទៅក្នុងទឹកឲ្យត្រីស៊ីចុះថាហើយ
សៅធាក់សុកទម្លាក់ចូលទៅក្នុងទឹកស្ទឹងដែលកំពុងតែហូរខ្មួខ្មាញ់សៅគិតថាសុកស្លាប់បាត់ហើយក៏ប្រមូលរនាបទាំងអស់ចងបាច់ត្រឡប់ទៅផ្ទះវិញហើយហួសទៅកុហកដូនចាស់ថាលោកយាយអើយខ្លាបានខំអាសុកស្លាប់បាត់ទៅហើយសៅសប្បាយចិត្តណាស់ដើរទៅលេងចិត្តផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរឿងឆ្លោះគេដដែលចំណែកជីដូនពេលដែលបានឮសៅប្រាប់ដូច្នេះក៏យំសោកបោកខ្លួនហៀបនឹងខ្សែជីវិតចៅជីដូនស្ងួនអើយចៅជីដូនឯងពិតជាស្លាប់មែនឬទេចៅយាយអាណិតឯងណាយាយពិតជាខ្លោចផ្សាណាដែលមិនបានឃើញចៅត្រឡប់មកវិញនិយាយពីសុកហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរហើយភាវនារកតែពុទ្ធោមិនដាច់ពីមាត់លុះហែលទៅដល់អាស្រមឥសីមួយនៅមាត់ស្ទឹងឥសីនោះមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ជាមួយនឹងក្រពើដែលកំពុងតែដេកនៅក្រោមអាស្រមឥសីវាអាចប្រែកាយខ្លួនជាមនុស្សបានទៀតផងពេលក្រពើឃ្លានអាហារវាស្ទុះចុះទៅក្នុងទឹកស្ទឹងក៏ប្រទះឃើញមនុស្សកំពុងតែហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរក្រពើបានគិតថាថ្ងៃនេះមានលៀបធំណាស់វ៉ៃបានសាច់មនុស្សស៊ីម្ដងហើយវ៉េក្រពើបានហែលទៅជិតឮសំឡេងពុទ្ធោក៏សង្ស័យក្នុងចិត្តហើយមើលទៅភ្នែកសុកទាំងពីរធ្លុះរកប្រស្រីគ្មានក្រពើក៏គិតថាអញគួរតែយកគេទៅថ្វាយលោកតាហើយអញមិនគួរស៊ីមនុស្សកំសត់នេះទេហើយក៏មុជទឹកគេសុកមកដល់លើគោក្រពើតំណែងខ្លួនជាមនុស្សដឹកដៃសុកទៅថ្វាយលោកតាឥសីសួរសុកអំពីរឿងដែលបានមកដល់អាស្រមនេះសុកបានក្រាបថ្វាយបង្គំលោកតាឥសីហើយបានរៀបរាប់រឿងដែលកើតឡើងទាំងអស់ទៅកាន់លោកតាឥសីលោកតាមានចិត្តមេត្តាអាណិតដល់សុកជាពុនពេងឥសីមានសង្ឃដីកាថាអូចៅសៅអើយហេតុអ្វីក៏ចៅឯងចិត្តអាក្រក់ម្ល៉េះណាស់ហើយទៅចោសូមចៅកុំព្រួយណាចាំតាជួយចៅឲ្យមានភ្នែកភ្លឺដូចដើមនឹងបានទៅជួបជីដូនវិញលោកតាឥសីក៏ផ្សំថ្នាំដាក់ភ្នែកសូត្រមន្តទឹកផ្លុំភ្នែកចៅសុករហូតភ្នែកភ្លឺដូចដើមហើយលោកបានក្តាប់ដីខ្សាច់មួយដៃសេពមន្តទឹកផ្លុំដីខ្សាច់ដាក់លើបាតដៃហើយបានផ្ដាំទៅចៅសុកថាចៅចូលចៅក្តាប់ដីខ្សាច់នេះឲ្យជាប់កុំឲ្យលាឲ្យសោះចាំទៅដល់ផ្ទះចៅប្រាប់ជីដូនក្រាលកន្ទើនៅក្នុងផ្ទះសុំចៅលាបាតដៃដាក់ដីខ្សាច់នេះនៅលើកន្ទើណាចៅឥសីផ្ដាំរួចហើយក៏ប្រើក្រពើជូនចៅសុកទៅដល់កន្លែងដែលកាប់ឫស្សីនោះសុកត្រឡប់មកដល់ផ្ទះវិញហើយចូលទៅយំសំពះជីដូនឃើញចៅក៏ស្ទុះមកអោបយំខ្សឹបខ្សួលលួងលោមចៅអើយចៅយាយគេបានប្រាប់យាយថាចៅឯងនេះត្រូវខ្លាចាប់ស៊ីស្លាប់ទៅហើយម្ចាស់ចិត្តជីដូនអើយជីដូននេះដែរយំសោកអសូរហៀបនឹងខ្សែជីវិតទៅហើយឥឡូវនេះចៅមិនស្លាប់ជីដូនពិតជាអន់ណាស់រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយចៅសុកនិយាយប្រាប់ជីដូនថាពេលចៅទៅកាប់ឫស្សីលុះជារនាបនោះបងសៅបានចាក់ភ្នែកចៅធ្លាក់ក្នុងទឹកណាលោកយាយតែបានក្រពើនាំចៅទៅថ្វាយលោកតាឥសីកុំអីចៅស្លាប់បាត់បង់ជីវិតបាត់ទៅហើយណាលោកយាយជីដូន
ឮបែបនេះរឹតតែអាណិតចៅខ្លាំងឡើងបន្ទាប់មកសុកបានប្រាប់ជីដូនឲ្យក្រាលកន្ទេលនៅក្នុងផ្ទះសុកលាដៃចាក់ដីខ្សាច់លើកន្ទេលរំពេចនោះក៏កើតជាមាសប្រាក់គោនៅលើកន្ទេលពីរអ្នកជីដូននិងចៅត្រេកអរជាអនេកបានចាត់ចែងទិញសម្ភារៈសម្លៀកបំពាក់និងសង់ផ្ទះថ្មីល្បីមានដាច់គេនៅក្នុងភូមិនិយាយពីសៅឃើញសុកក៏នឹកឆ្ងល់ក្នុងចិត្តថាយីអញបានចាក់ភ្នែកវាធាក់ទម្លាក់ទៅក្នុងទឹកទៅហើយស្មានតែវាស្លាប់តើឥឡូវនេះវានៅរស់ភ្នែកវាក៏ភ្លឺដូចដើមថែមទាំងមានទ្រព្យសម្បត្តិច្រើនទៀតផងយីយ៉ាងម៉េចអញ្ចេះលុះដល់វេលាស្ងាត់សៅស្កាត់មកជួបសុកហើយបាននិយាយថាកាលឯងនឹងខ្ញុំទៅកាប់ឫស្សីនោះបីសាចបានមកសន្ធឹករុកខ្ញុំហើយគេក៏ឲ្យខ្ញុំចាក់ភ្នែកឯងទាំងសងខាងហើយធាក់ឯងទម្លាក់ទៅក្នុងទឹកទៀតខ្ញុំស្មានថាឯងនេះស្លាប់បាត់ទៅហើយហេតុដូចម្ដេចបានជាឯងនេះនៅរស់ហើយថែមទាំងមានទ្រព្យសម្បត្តិច្រើនជាងគេយ៉ាងនេះសុកបានឆ្លើយថាបានគុណបងកុំអីខ្ញុំក្រលំបាកវេទនារហូតទៅហើយដូចនេះបងឃើញស្រាប់ហើយកាលដែលបងច្រានខ្ញុំធ្លាក់ចូលទៅក្នុងទឹកស្ទឹងនោះខ្ញុំបណ្ដែតខ្លួនតាមបណ្ដោយខ្សែទឹកហូរហើយស្រែករឹកតែពធឥតមានឈប់ឈរទេសុកក៏បន្តការនិយាយនេះរហូតដល់ចប់សៅឮសុកប្រាប់ដូច្នេះក៏មានចិត្តលោភលន់ពុនប្រមាណហើយគិតថាអញនឹងធ្វើឲ្យបានដូចអាសុកក្រោយមកសៅបានជួបសុកហើយនិយាយថាណែសម្លាញ់អើយខ្ញុំចង់ទៅកាប់ឫស្សីនៅឯព្រៃកន្លែងមុនទៀតឯបាយទឹកនិងសម្ភារៈនៅលើខ្ញុំទាំងអស់ណាឯងទៅខ្លួនបានហើយសុកបានឆ្លើយថាទេខ្ញុំមិនទៅទេបងព្រោះខ្ញុំខ្លាចបងសម្លាប់ខ្ញុំទៀតសៅបានប្រាប់ទៅសុកថាអូមុននោះខ្មោចកំរោលចូលខ្ញុំទេខ្ញុំមិនបានដឹងខ្លួនទាល់តែសោះឯងក៏ប្រកាន់ខឹងខ្ញុំអីណាសុកបានឆ្លើយថាអញ្ចឹងចាំខ្ញុំជូនបងទៅត្បិតបងធ្លាប់មានគុណមកលើខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះតែបងលុះព្រឹកឡើងសៅស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុនហើយបណ្ដាគ្នាទៅដល់ព្រៃឫស្សីលុះកាប់បានច្រើនហើយក៏ពុះលួសជារនាបបន្ទាប់មកក៏នាំគ្នាអង្គុយបរិភោគបាយហេតុតែសៅមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិក៏ប្រញាប់ហុចកាំបិតបន្ទោះទៅឲ្យសុកហើយបានប្រាប់សុកថាឯងចាក់ភ្នែកខ្ញុំទាំងពីរមកសុកឯងឆាប់យកកាំបិតនេះមកចាក់ភ្នែកយើងទាំងពីរមកសុកបានប្រកែកពុំព្រមចាក់សៅនោះឡើយតែសៅចេះតែបង្ខំដដែលចាក់មកឯងកុំខ្លាចអីចាក់យើងមកសៅបង្ខំសុកជាច្រើនដងសុកក៏ចាក់ភ្នែកសៅខ្វាក់ទាំងសងខាងសៅឈឺពើតខ្លាំងណាស់តែព្រោះចង់បានប្រាក់ក៏ឲ្យសុកច្រានខ្លួនទម្លាក់ទឹកស្ទឹងដែលកំពុងតែហូរសៅខំប្រឹងស្រែកពុទ្ធោមិនដាច់ពីមាត់ក្រែងបានជួបនឹងក្រពើសៅឈឺភ្នែកជាខ្លាំងនៅតែខំហើបហែលបណ្ដែតខ្លួនទៅមុខបន្តទៀតយូរទៅសៅអស់កម្លាំងឆ្លក់ទឹកស្លាប់នៅក្នុងទឹកស្ទឹងបាត់ទៅហើយសាច់ស្អុយរលួយមានត្រីជាច្រើនដណ្ដើមសាច់គ្នាស៊ីជាអាហារសល់តែលលាក្បាលអណ្ដែតតាមទឹកស្ទឹងទោះបីលលាក្បាលខ្មោចសៅអស់សល់តែឆ្អឹងក៏ដោយក៏ប្រលឹងរបស់គេនៅតាមលលាលើងមនុស្សឮតែពុទ្ធោរហូតដរាបទៅដល់កំពង់ទឹកមហាសេដ្ឋីវេលានោះមានកូនក្រមុំសេដ្ឋីនាំបរិវារប្រុសស្រី
ចុះទៅងូតទឹកកំពុងតែលេងទឹកយ៉ាងសប្បាយស្រាប់តែឃើញលលាក្បាលខ្មោចនោះអណ្ដែតមកជិតឡើងគេស្រែករកតែពុទ្ធោពុទ្ធោពួកគេឈប់លេងទឹកទាំងអស់គ្នាកូនក្រមុំសេដ្ឋីក៏ប្រើខ្ញុំបម្រើម្នាក់ឲ្យទៅស្រង់យកលលាក្បាលខ្មោចនោះមកដាក់លើគោកលលាក្បាលខ្មោចនោះចេះតែរឹកពុទ្ធោជានិច្ចកូនក្រមុំមហាសេដ្ឋីឲ្យខ្ញុំប្រុសកាន់លលាក្បាលខ្មោចនោះមកផ្ទះហើយជម្រាបឪពុកថាលោកឪពុកកូនបានរះបានលលាក្បាលខ្មោចនេះមួយអណ្ដែតតាមទឹកណាលោកពុកស្រែរកតែពុទ្ធោរហូតសេដ្ឋីជាឪពុកបានស្ដាប់ហើយក៏ស្ទុះមកមើលក៏បានឃើញមែនហើយក៏ឲ្យគេលាងដោះខាត់ដាក់លើតោងលលាក្បាលនោះនៅតែរឹកពុទ្ធោគ្មានឈប់ឈររាល់ព្រឹកសេដ្ឋីម្នាក់នេះតែងតែទៅគាល់ព្រះមហាក្សត្រនៅព្រះរាជរោងជួបជុំអស់លោកមន្ត្រីពុំដែលខានសេដ្ឋីជម្រាបអស់លោកនោះថាខ្ញុំមានលលាក្បាលខ្មោចមួយចេះតែស្រែករកពុទ្ធោជាប់ជានិច្ចអស់លោកស្ដាប់ហើយឆ្លើយថាលោកកុហកវាមិនដែលមានក្បាលខ្មោចឯណាចេះនិយាយទេខ្ញុំមិនជឿទេសេដ្ឋីបញ្ជាក់ទៀតថាពិតប្រាកដណាស់បើអស់លោកមិនជឿខ្ញុំទេយើងភ្នាល់ដាក់មាស100ដំឡឹងទៅមន្ត្រីក៏យល់ព្រមភ្នាល់ជាមួយនឹងលោកសេដ្ឋីម្នាក់នោះមែនសេដ្ឋីទៅដល់ផ្ទះឮលលាក្បាលស្រែកពុទ្ធោកោកគិតថាមន្ត្រីទាំងនោះមុខជាចាញ់យើងហើយសេដ្ឋីយកមាស100ដំឡឹងហើយប្រើកូនក្មួយកាន់តោកដែលដាក់លលាក្បាលខ្មោចនោះប្រញាប់ទៅយ៉ាងរហ័សលុះចូលទៅដល់ខ្លោងទ្វារកំផែងលលាក្បាលខ្មោចបាត់សំឡេងឈឹងពេលចូលទៅដល់ក្នុងព្រះរាជរោងសេដ្ឋីក៏ដាក់លលាក្បាលចំពោះមុខមន្ត្រីទាំង4នាក់នោះហើយបង្គាប់ថាចាំអីទៀតម្ដេចក៏មិនស្រែកពុទ្ធោតទៅទៀតទៅលលាក្បាលខ្មោចនោះបាត់សូនឈឹងមិនឮរឹកពុទ្ធោសោះឡើយបន្ទាប់មកសេដ្ឋីក៏ចាញ់មាស100ដំឡឹងអស់លោកនោះសោចចំអកថាអូយថ្លង់ណាស់ថ្លង់នៅអានសំឡេងក្បាលខ្មោចនឹងតែម្ដង ហើយទះដៃសោចពេញព្រះរាជរោងសេដ្ឋីខឹងនឹងលលាក្បាលខ្មោចនេះណាស់ក៏លាអស់លោកចេញមកក្រៅកំផែងស្រាប់តែលលាក្បាលខ្មោចនោះស្រែករកពុទ្ធោសេដ្ឋីរឹតតែខឹងខ្លាំងឡើងលុះមកដល់ផ្ទះប្រើបាវឲ្យយកពូថៅសំពងលលាក្បាលខ្មោចនោះទម្លាក់ទៅតាមទឹកលលាក្បាលខ្មោចចៅសៅនោះអណ្ដែតតាមទឹកស្ទឹងហូររសាត់ទៅក្រោមរហូតដល់កំពង់វត្តមួយវេលានោះព្រះសង្ឃនិមន្តទៅស្រង់ទឹកបានឃើញលលាក្បាលខ្មោចឡើងរកពុទ្ធោលោកក៏ស្រង់យកទៅកត់រួចដុតលលាក្បាលខ្មោចនោះឲ្យសោះហើយព្រះសង្ឃពិចារណាថាគួរតែយកកំទេចឆ្អឹងនេះលាយនឹងមរៈខ្មុកលាបសសរព្រះវិហារបញ្ជូនឲ្យបានមគ្គផលដល់ម្ចាស់លលាដែលបានស្លាប់ទៅហើយលោកបានយកខ្មុកសល់បន្តិចបន្តួចយកទៅលាបលើនរតេះហើយរងចាំរហូតដល់ស្ងួនថ្ងៃមួយព្រះអង្គនឹកភ្នែកចង់ទៅសួរញាតិញោមក្នុងភូមិលោកក៏ប្រើសិស្សដឹកគោមកទឹមហើយបរទេះចេញទៅលុះបរទេះបានឆ្ងាយបន្តិចរទេះនោះក៏លាន់ផ្លូវនឹងដុំសង្គ្រឹតគ្នាដោយធម្មតារហូតបានជួបឧបាសកឧបាសិការ
រទេះនោះក៏ចាប់ផ្ដើមឮសូរសំឡេងដោយលោកបញ្ចោគេថាមេចោមេចោញាប់ស្ញែងឧបាសកឧបាសិកាឮដូច្នេះខឹងនឹងព្រះសង្ឃជាខ្លាំងក៏ស្ដីថាឲ្យព្រះសង្ឃវិញមិនប្រណីព្រះសង្ឃក៏បង្ខំសិស្សបរទេះទៅមុខទៀតយ៉ាងលឿនបន្ទាប់មកក៏បានទៅជួបនឹងនាម៉ឺនមួយក្រុមរទេះនោះក៏លាន់ឮម្ដងទៀតដូចជាជេរនាម៉ឺនថាចោលម្ដាយនាម៉ឺនចោលម្ដាយនាម៉ឺនពួកនាម៉ឺនទាំងអស់នោះខឹងនឹងព្រះសង្ឃខ្លាំងណាស់ក៏ដេញវាយលោកយ៉ាងញាប់ដៃលោកភ័យកាន់តែខ្លាំងក៏បំបល់កូននោះទៅមុខទៀតកាន់តែលឿនព្រះសង្ឃបានគិតថារទេះអាត្មាអញពីដើមមកមិនដែលឮសូរដូច្នេះទេរឿងនេះមានតែកំទេចឆ្អឹងលលាក្បាលខ្មោចនោះហើយលុះព្រះសង្ឃត្រឡប់មកដល់វត្តវិញលោកកាប់រទេះដុតនៅទីកន្លែងដែលដុតលលាក្បាលខ្មោចឲ្យឆេះនៅតែផេះទាំងអស់នាយសៅដែលកាលពីនៅរស់គេចូលចិត្តឆ្លោះប្រកែកគ្នានិងចូលចិត្តឈ្នានីសគេដូច្នេះហើយបានជានៅកន្លែងកំទេចផេះនោះមានជាតិចៅសៅក៏ដោះកើតជាស្មៅកន្ត្រើយដែលចូលចិត្តជាប់សម្ពុតខោអាវមនុស្សដូចសពថ្ងៃនេះឯងបាទរឿងបុរសស្មៅកន្ត្រើយឬការខ្ញុំនៅក្មេងៗបានគេរឿងចំណងជើងបែបអ៊ីគេគឺគេដាក់រឿងសុកកាយសុកស្លូតចឹងណាប្រិមិត្តយើងបាទហើយសាច់រឿងនេះបើខ្ញុំស្ដាប់ទៅតែមួយទេតែគ្រាន់តែថាអ៊ីគេរឿងគឺសាច់រឿងវែងបន្តិចបាទហើយសាច់រឿងនេះក៏បានឈានមកដល់ទីបញ្ចប់ទៅហើយមុននឹងបញ្ចប់ទៅខ្ញុំបានក៏សូមខន្តីនិងអភ័យទោសបាទរកកំហុសខុសឆ្គងទាំងឡាយណាបាទទាំងការអត្ថាធិប្បាយទៅមានការខុសពាក្យពេចន៍ត្រង់ប្រការណាមួយមេត្តាខន្តីនិងអភ័យទោសដល់រូបខ្ញុំបាទផងខ្ញុំបាទនៅមានរឿងនិទានថ្មីទុកស្ដាប់កំសាន្តជាបន្តទៀតសម្រាប់ចែកជូនដល់ប្រិយមិត្តយើងអញ្ចឹងហើយសូមប្រិយមិត្តយើងជួយចុច Subscribe Channel YouTube បាទជួយខ្ញុំម្នាក់មួយផងបាទដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបាទក្នុងការបង្កើតរឿងនិទានថ្មីជាបន្តទៅទៀតខណៈពេលវេលាថ្មនេះខ្ញុំបាទភិរមបាទក៏សូមអរគុណសូមគោរពលា